là chỉ trên là đầy cụ nè bà dùng lơ bà vọt xa này bà tê chết là bao dương không à tây ta ca xiêm mình toàn lịch vọt tầm miền tê dương mình trong thì dây rương ăn nắng tê à ca ta phải cây kia vô china vô chanh ta à na cao sát ta vọt na à na cao sát ta vọt na ôi hay ta chanh xa thì ta bà anh ta bà sát ta bà anh sạch na co sang mền tê cùng dây rương nâng bế để kê trong ban dương bế để kê trong ban dương kê mình đây kết vì nước cho bắp tí bà kê kết kê khai cho bắp có kê mình mau bằng biên dương này công từng dây ta anh đi về chỉ trao anh đi về chôn máu việc ẩm na hàm nang say về chôn máu bà kỳ vô tha ẩm na hàm nang kia mình chôn máu bằng biên dương thì bên năng ta cái chôn bằng biên như kỳ tục bắp vào đông mày sầm khăn dương cái dương đây chỉ nẹt chết đâm vào bọt sa bị rư co vào bọt xem nhé râu rùm lực ở côn trao dương đăng thà ai cái sao việc quan đại dương bạn đặt tư nắng viên nơi cả này nà rồi hơi chùm hô rồi bỏ riêng ra thà bị bao thử thư ấy bờ sân chỉ không cả này dương gì làm bị bà nhà tì không chụp tì không vì viết cả lâu đầu tiên đi ra thà bị bao Campuchia chụp muối nâng ra thà bị bao Thái việc việc quan từ nâng cả đã bạn dù bài nơi không có thể thay sắp ngày đi ẩm nay cho bao ra thà bị bao từ tại giờ rồi thôi đời sai Thái vậy bắt thay miền ra thà bị bao nền vậy bắt thà vì miền ra thà bị bao nên bàn tay ra thà bị bao và Tháiกรม อำนาจในการគ្រប់គ្រងរបស់ពុកអភិរក្សនិយមកម្លាំងកងទ័ពឬក៏អំណាចការប្រើទ័ពគឺនៅលើតែព្រះមហាក្សត្រឬក៏លើស្ថាប័នព្រឹទ្ធសភានិងរដ្ឋសភាមិនមែនដូចកម្ពុជាទេអញ្ចឹងបងប្អូនខ្លះគាត់ចោទជាសំណួរមកខ្ញុំថាតើបើកម្ពុជារៀបចំឯកសារពាក់ព័ន្ធដាក់ប្តឹងទៅអង្គការអន្តរជាតិតើថៃរដ្ឋាភិបាលថៃហ៊ានទៅតទល់ជាមួយទេវាមិនមែនលើចំហរបស់នាយករដ្ឋមន្ត្រីស្រីនោះទេវានៅលើចំហរបស់កងទ័ពបើសិនជានាយករដ្ឋមន្ត្រីទៅចរចាស្មើនឹងចាញ់កម្ពុជាដូច្នេះហើយគេនឹងយកលេសដើម្បីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលចោលចាំណាបងប្អូនរដ្ឋាភិបាលរបស់ថៃសប្តាហ៍នេះដូចទីងមងអញ្ចឹងអត់មានអំណាចទេគេគៀបសពបែបយ៉ាងអត់ឲ្យប្រើសិទ្ធិរបស់ខ្លួនក្នុងការដឹកនាំរដ្ឋាភិបាលមួយដែលមានតែអំណាចហើយមិនអាចបញ្ជាកងទ័ពបាននីតិប្រតិបត្តិដែលមានតែការប្រតិបត្តិឲ្យខ្វះអំណាចបញ្ជាកងទ័ពក៏មិនអាចទៅរួចដែរអញ្ចឹងយើងមើលសប្តាហ៍ថ្ងៃវិវាទដែលបានកើតឡើងជាមួយកម្ពុជានៅក្នុងអាណត្តិទី1ឬក៏វគ្គទី1ឆ្លោះគ្នានៅក្នុងឆ្នាំ1960ដោយមានការប៉ះទង្គិចកម្លាំងអាវុធគ្នាទៅលើប្រាសាទព្រះវិហាររួចហើយកងទ័ពថៃបានព្យាយាមចុះទៅតាមជើងភ្នំវិញឆ្នាំ61យើងបានដាក់ពាក្យបណ្ដឹងនេះវិវាទទី1វិវាទទី2យើងមើលឃើញថាឆ្លោះគ្នានៅក្នុងឆ្នាំ2008រដ្ឋាភិបាលរបស់ថាក់ស៊ីនឡើងកាន់អំណាចដោយសារតែការធ្វើកិច្ចសហប្រតិបត្តិការ MOU ឬក៏យើងហៅថាអនុសារណៈយោគយល់ពាក់ព័ន្ធទៅនឹងកិច្ចការទេសចរពាណិជ្ជកម្មដោយសាររដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលថៃរកស៊ីចូលគ្នាពាក់ព័ន្ធទៅនឹងមានប្រាសាទមួយមានចដើមួយរួចហើយចែកភាគលាភគ្នាណាអាហ្នឹងវាធ្វើឲ្យមានវិវាទទី1នៅពេលដែលរដ្ឋាភិបាលណាក៏ដោយមានការជិតស្និទ្ធឬមានភាពជិតស្និទ្ធជាមួយនឹងកម្ពុជានឹងគឺកងទ័ពថៃមិនពេញចិត្តណាកងទ័ពថៃមិនពេញចិត្តទេយើងមើលថាក់ស៊ីនណាពេលកាន់អំណាចរដ្ឋាភិបាលរបស់ថៃមានអំណាចពេញដៃមែនប៉ុន្តែមិនអាចបញ្ជាកម្លាំងកងទ័ពបានទីបំផុតកងទ័ពធ្វើរដ្ឋប្រហារដោយយកលេសផ្សេងដើម្បីរំលំរដ្ឋាភិបាលដូច្នេះទន្ទឹមពេលហ្នឹងណាសំណួរសួរមកខ្ញុំប្រូព្រៀបសួរថាបងចុះបើសិនជាយើងដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិតើរដ្ឋាភិបាលថៃនឹងហ៊ានចូលទៅដោះស្រាយទេទៅស្ដាប់សម្ដីរបស់មេទ័ពភូមិភាគ2របស់ថៃនិយាយអះអាងថាតាមមន់ធំតាមមន់តូចសុទ្ធតែជាប្រាសាទរបស់គេហើយគេការពារអធិបតេយ្យភាពរបស់គេមិនត្រូវការទៅចរចាមានន័យថាគេបដិសេធហើយនៅពេលដែលរដ្ឋាភិបាលចូលទៅចរចាឬក៏ចូលទៅក្នុងរឿងក្តីនោះចរចាស្អីរដ្ឋាភិបាលថៃនឹងចាញ់យើងឲ្យស្វ័យប្រវត្តិបាត់ហើយពីព្រោះយើងមានផោះតាងយ៉ាងច្រើនដើម្បីចងរឹតឲ្យរដ្ឋាភិបាលត្រូវតែគៀបសង្កត់កងទ័ពដើម្បីបញ្ចេញពីកន្លែងហ្នឹងមកវិញចាំបាច់កន្លែងហ្នឹងគេមើលចំហរដ្ឋាភិបាលបើចូលចាញ់មិនចូលក៏ចាញ់ចាំបាច់គេត្រូវតែដករដ្ឋាភិបាលចោលខ្ញុំនិយាយនេះខ្ញុំប្រមើលមើលរឿងអនាគតទៅមុខហើយចាំតាមដានជាមួយខ្ញុំថៃហ៊ានទេថៃមិនហ៊ានទេព្រោះថៃអត់មានអីដៃទេទៅតវ៉ាជាមួយខ្មែរយើងអញ្ចឹងលើចំហរបស់រដ្ឋាភិបាលបើសិនជារាជរដ្ឋាភិបាលចរចាក៏នៅតែបាញ់មិនចរចាក៏នៅតែបាញ់ពីព្រោះអំណាចរបស់រដ្ឋាភិបាលថៃវាអត់មាន
អត់មានអំណាចអីទៅចរចាចាញ់យើងស្របតាមផ្លូវច្បាប់ចាញ់យើងលើកទី1ក្នុងឆ្នាំ62ទៅលើកហ្នឹងទៀតចាញ់ទៀតចឹងចាញ់ជាលេសមួយកងកម្លាំងរបស់ពួកថៃនឹងធ្វើរដ្ឋប្រហារហើយនឹងទម្លាក់រដ្ឋាភិបាលហើយសពថ្ងៃនេះគៀបសង្កត់ម្នាក់ស្រីនឹងឡើងចង់ចេញអាចចេញនោមក្អកក៏មិនបានកាហែមក៏មិនបាននិយាយស្អីក៏មិនបានដែរពីព្រោះអំណាចរបស់ពួកថៃនេះទី1អំណាចកងទ័ពនៅលើព្រះមហាក្សត្ររដ្ឋធម្មនុញ្ញចែងមកអញ្ចឹងព្រះមហាក្សត្រគឺជាមេបញ្ជាការកម្ពុជានៃកងទ័ពរួចហើយសភាព្រឹទ្ធសភាទាំងអស់ដែលមានចំនួន3-400នាក់នៅក្នុងសភាព្រឹទ្ធសភាហ្នឹងសុទ្ធតែក្រោមអំណាចរបស់ព្រះមហាក្សត្រដែលយើងហៅថាពួកអភិរក្សនិយមពួកនេះបើសិនជាឃើញប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃឬរដ្ឋាភិបាលថៃរស់ស៊ីចូលគ្នាឬក៏មានភាពល្អអឿនគ្នាគឺគេមិនពេញចិត្តគេអត់សប្បាយចិត្តទេពួកគេនេះគេមិនដែលសប្បាយចិត្តជាមួយនឹងរដ្ឋាភិបាលថៃនិងកម្ពុជាចាប់ដៃគេទេយើងឃើញទេបងប្អូនពេលដែលยิงឡាក់ឡើងក៏មានបញ្ហាមួយកម្ពុជាពេលដែលសេដ្ឋាឡើងក៏មានបញ្ហាពេលដែលថងផាននេះឡើងក៏មានបញ្ហាកូនស្រីរបស់ថាក់ស៊ីនឡើងក៏មានបញ្ហាដែរដោយសារចំណងសាមគ្គីភាពស្អិតរមួតរបស់មេដឹកនាំកម្ពុជាជាមួយនឹងមេដឹកនាំថៃអញ្ចឹងរដ្ឋាភិបាលចាក់ដៃជាមួយរដ្ឋាភិបាលវាទៅខុសចិត្តជាមួយកងទ័ពគូកងទ័ពអត់ខិតខំអំណាចរបស់ពួករដ្ឋាភិបាលទេនីតិប្រតិបត្តិនៅស្រុកសៀមនេះគឺអត់មានអំណាចកម្លាំងទៅបញ្ជាកងទ័ពអញ្ចឹងថ្ងៃណាមួយរដ្ឋាភិបាលថៃនេះគឺផុយស្រួយងាយនឹងរងគ្រោះណាស់ងាយនឹងរងគ្រោះដោយការធ្វើរដ្ឋប្រហារពីពួកទាហានបើក្នុងករណីយើងដាក់ពាក្យបណ្ដឹងទៅពឹបកងទ័ពថៃនៅតែឈរលើចំហមួយនឹងមិនចរចាបើរដ្ឋាភិបាលរបស់ថៃចូលចរចាគេចាត់ទុកថាចាញ់ដូច្នេះលេសរបស់គេនឹងដកអំណាចរដ្ឋាភិបាលផ្លូវមាន2-3នឹងរើសយកខ្លួនឯងដាក់ទៅតុលាការក៏នៅតែវាចាញ់យើងមិនដាក់ទៅតុលាការក៏វានៅតែចាញ់យើងចឹងចាំបាច់ជំហរមួយគឺបំពេញដោយខុសច្បាប់ពីព្រោះពេលទៅនិយាយនៅក្នុង ICJ នឹងមិនដឹងនិយាយពីអីវារកពាក្យនិយាយមិនឃើញជាមួយយើងដោយសារតែផែនទីរបស់យើងគូសវាទៅហើយវាមិនមានអ្នកណាអាចទៅកន្លាច់កន្លាយផែនការបានទេលើកលែងតែមួយគត់ស្រុកកើតសង្គ្រាមយើងត្រូវបានបាត់បង់ដែនដីព្រំប្រទល់របស់យើងដោយសារតែស្រុកសង្គ្រាមហើយមិនមែនជាកំហុសរបស់យើងទេជាកំហុសរបស់ដូនតាយើងដែលមានវិវាទគ្នាមកពីឆ្នាំ70មក70-75យើងមិនដឹងថាតើខ្មែរក្រហមឬក៏សាធារណរដ្ឋបានការពារព្រំដែនយើងបានកម្រិតប៉ុណ្ណា75-79វាយហើយក៏យើងមិនដឹងថាតើរដ្ឋាភិបាលដែលក្រោមអំណាចនៃការគ្រប់គ្រងរបស់ពួកប៉ុលពតដែលនៅព្រំដែននោះរក្សាព្រំដែនរបស់ខ្លួនបានប៉ុណ្ណាមិនកំហុសរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាទេណានិយាយឲ្យត្រង់កុំថាខ្ញុំលក់ក្បាលអាយ៉ងណាពីព្រោះពេលហ្នឹងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលទទួលស្គាល់ដោយអង្គការសហជីវជាតិមានកៅអីអង្គុយនៅអង្គការសហជីវជាតិជាអ្នកគ្រប់គ្រងភាគខាងលិចនៃប្រទេសដូច្នេះការរំកិលព្រំដែនការបាត់បង់ព្រំដែននៅក្នុងសម័យកាលនៃសង្គ្រាមមិនមែនជាកំហុសភាគីខាងនេះទេតែបើបាត់ដីទៅឲ្យយួនអានឹងបានកំហុសខាងនេះព្រោះខាងនេះនៅកន្លែងនេះខាងនោះនៅខាងលិចចឹងយើងមិនដឹងថាពេលដែលមានវិវាទសង្គ្រាមស៊ីវិលផ្ទៃក្នុងរបស់យើងនេះតើសៀមមានពេលវេលាប៉ុណ្ណាក្នុងការរំកិលឬក៏ចូលមកគ្រប់គ្រងដែនដីខ្មែរយើងនៅតាមភ្នំដងរែកកម្រិតប៉ុណ្ណាដែលគេរកស៊ីជាភាគហ៊ុនចូលគ្នាជាមួយខ្មែរក្រហមយើងក៏អត់ដឹងដែរដូច្នេះរឿងទាំងអស់ហ្នឹងវាបន្សល់ទុកនៅជំងឺយ៉ាងរ៉ាំរ៉ៃឲ្យកម្ពុជាដោះស្រាយដល់ពេលបច្ចុប្បន្ននេះជាផលវិបាកអញ្ចឹងសំណួរសួរថាតើសៀមហ៊ានចូលដោះស្រាយវិវាទជាមួយកម្ពុជាទេបើកម្ពុជាដាក់ពាក្យប្តឹងទៅអង្គការសហជីវជាតិឬក៏ដាក់ពាក្យប្តឹងទៅអង្គការអន្តរជាតិនៅតែមានព្រោះវាមិនមែនជាចំហរបស់រដ្ឋាភិបាលវាជាចំហរបស់កងទ័ពគេលើកមកបំពេញគេមានបានស្ដាប់នីតិប្រតិបត្តិណាគេមានបានស្ដាប់សម្ដីបញ្ជារបស់នាយករដ្ឋមន្ត្រីណាចិត្តគេចង់បំពេញបើទោះបីយើងដាក់ប្តឹងមិនក៏នៅគេវាយអញ្ចឹងជំរឿសមានមួយបើសិនជាចូលបំពេញទុកទល់កុំឲ្យរុលមកមុខទោះបីមេទ័ពរបស់គេអះអាងថាប្រាសាទនឹងបោះគេក៏ដោយតែយើងក៏ឈរលើចំហយើងនោះច្បាប់យើងឈរលើចំហច្បាប់កុំឈរលើចំហពាក្យសម្ដីការអះអាងជាលាយលក្ខណ៍អក្សរវាគ្រាន់បើជាងអះអាងជាសម្ដីសពថ្ងៃបើទោះបីថាអ្នកប្រវត្តិសាស្ត្រកម្ពុជាយើងឡើងទៅនិយាយថាអាហ្នឹងរបស់យើងតែសៀមអត់ស្ដាប់ធ្វើម៉េច
anh đang bỏ anh đi mình bỏ anh đi bên đang mình bên từ châu kia bỏ na này sầm khăn chiên kê cu panty năng á tao về miền đất nông dớt nó nông kê công tôi chưa phê Google na việc bánh màu công chưa chiên kê ai cả xa đã đặt nông ông ca xã bị chuyện bà sân chỉ miền cao đùng lô bầm piên men trôi trong sầm mai ca li sừng kiếm cục lông là cuộc mày của hòm lư phun đòn đấy rơi dọc cuộc mày của hòm lư có Esra chôn là vô bài na để nó so chặt pin bài cho bọn nó từ làm nàng lấy tua giang sạ dây ruột bỏ dương mà đòn bò miền máu bẹt quan từ nó stock cả thùng để sập ngay chậm ngay 4 km pi prom của tôi lên cái Campuchia dương thật là không khai sạ keo pi môn sạ dây ruột dương để ban tập đòn Hà Ra ban như vậy thà và sát stock cọ thúng chuyện đây là bậc mày dương được trong sầm máy đã dương miền rừng kiềm con tay coi mà bên Campuchia thứ sầm mà rồi Campuchia chuồn dương bênนู้dương ban đọ cầm lăng là bao dương tranh được trong đồng máu đọ phô rọt dương tranh máu xiêm ban rùm cơ đây mà buồn cả lầu đăng ấy băng phốt đăng ấy dương lư ta cái thá thằng bên rùm cơ chuồn máu vô đây dương vô sát dương sập là stock cọ thúng bên nó khai cái chuyện đây mà việc rồi phốt bị chặt sầm buồn bay sập bay môi máu đây thì nó khai cái chuyện đây là bao xiêm xin chay vô bao dương chân ban tha song kiếm mình đây đó là thọ lọ sầm rập dương thì lâu ca cho cha bà thưa bán cho cha đâu nâng cần lấy nhá còn mọi miền ca đồng lô bằng biên tiết miền đây tha phía kia chẳng song tháng cho cha tiền rọt thà bị báo rồi hai con tốt cho cha tiền con tốt nè bên nó rọt thà bị báo chặt đây kia nè cho cha hàng con tốt rồi bỏ Campuchia cho cha chỉ với con tốt rồi bỏ thầy cái này là cho chứ cái này nó cho chứ riêng luôn từ rồi trái chùm hồ bò đi nó thay bị ba từng tí bờ sân như thay ai cái biết Campuchia vô prom đã nâng từ đằng nơi ông ca sắp chết đi có là ca ra chết đâm bay ông bị chắp sắp group thả chia rồi bỏ này này phân cọt bên đi trong nơi mình chạy chùm hồ từ đây việc chỉ pe về liên smoke smile mũi đại miền chùm ngư ram rai mò trơn nằm mà hỏi mình ai đọc sai bị bắt ní bàn thì tao bị bắt ní việc tới cả lần của man chẩn đoán tới tiết đâm bay mình chọc được rư ra prom đèn nè rồi viên Campuchia chỉ mũi thấy chỉ phải xây cứ và sát nó tam prom một tôi lần việc tới tại rút đọc sai ở ruột lấy bao sân thì không cạn lấy chùm hồ bao thay mình hiến từ to tôi chỉ mũi dương nơi không tòa là ca ông ra chết miền này ta thay chanh dương mùi bên thay chanh rót thà bị bao thay nâng ruộng cua đòi xa tại con toa thà chùm hô là dù bài là bọn này sao chanh Campuchia kia nâng thư rót bà rồi kì dốc ẩm nạch ní mà đắc luôn ấy luôn ấy kia nâng bằng co sẵn kiềm trắng bên để dân từ tôi chơi dùm ra nữ ông ca ông ra chết bên còn tay dương co complete thà thay kia nâng mình prom thế vì cái rót thà bị ba lúc mình mới chỉ rót thà bị ba là bỏ kì chỉ rót thà bị ba đây kì cháu thà chỉ dòng anh chẳng từ đó bây giờ vô thia chấp đón từng đâm này vô từng đáy vô thia vừa mình đập mình chia là na thì chân vô thia nâng ngò bằng tiền dương đôi chứ nát từng tâm bây giờ chân bên tại dương con mình trăng đỏ còn tập chỉnh tiêm cầm lang con tập xiêm ai quay dương đôi bạc nam mũi đôi cầm hăng rót thà bị ba từ tranh dương chẳng đấu rồi con mũi tiết bằng biên dương đôi trong phù mục chân vị thi tục scat bỏ dương được chồng thà chứ á miền tập lời mũi một người luôn ai khlang tục tôi cầm lang con to bao kia cầm oi bằng tiền chôn lọc trong lên là than là bao dương tần đơm lên là than dương bán rồi có căn cắp đen đây mùi này nam mũi này prum tôi ta căn hơi kia mình nghe tranh đi ta kỳ chôn bán mình nghe tranh gì chấm con to cứ bắt click luôn thì bị nó mình thở lâu dương đặc biệt mình đăng tới on ca on ra chia thôi và thu đai ọt thế na ọt và thu đai ban này ọt và thu đai ban này vậy thì bắt đầu xiêm mình hiện to ba dương nơi tala ca ăn ra chiến với tay con gặp lang con top xiêm bên ní cứ lên sập bên chia dụ làm tay hay nè đi tệ bắt bắt sập ngay tiếp đôi chính môn không ra thành ba thay sập ngay mình xây đứng ly hiền gì mình xây đứng ly hiền oi nè đi chỉ pol bị bạ mùi tay bờ sân chia rót thà bị ba luôn chia rót thà bị ba rồi bỏ con top thay để thư rót há hơi căn ca và tê chiết chủng nuốt rót thà bị ba nâng ngành nhà bao vốn còn tay bật thật trong sầm mai ăn cá dương khơi tham miền cá bị bạc đòi dương mình đang ta phía kia mũi na bẹt quan đại trôi tôi lấy bằng thứ nơi trong tala cá ăn chết thì phải bạc bờ trong cả này thay thưa rót bà hà rót thà bị bạc còn toạp thưa rót bà hà rót thà bị bạc chùm lúa ram rai rồi viên prum của tôi là mày dương đừng ô mình lại mình rót ti mình chọn khơi thì bên đang rót thà bị bạc thay bờ sân chỉ lang căn chỉ phụ thể hiện vĩnh
kế nâng mình nghe cho cha cho mui là thế dương căn tại ô mình lại vì viết là bao dương nó pi mấy năm tới mấy nămนี่สิพอลบาโดยเฉพาะกัมพูชีมันเติมพลิกล้วนอันนี้สำหรับบางคนคลาก็เจ้าเจสนู้นนั่นคือรอจีจำเลยนะก็ถ้าจบไปยังดังเติมตลาดการราชีนั้นยืนชนะยืนชนะมาร้อยเพียร้อยปันไตยืนมือจำหัวถ้าตายืนชนะเฮยนึงตาโนน่าได้เนี่ยตัวเห็นต่อตังอยู่มือยืนเตียงเกตังแต่ใจเนี่ยเกตังแต่ใจได้เกเห็นตังบ่เกตังแต่เติมใจเนี่ยจังเกมันเติมเกสกจัดបំពេញយើងហើយគេសុកចិត្តលើកองទ័ពមកឈ្លានពានហើយប៉ុន្តែដូចខ្ញុំធ្វើទល់រយៈកាលរវាងសង្គ្រាមអញ្ចឹងខ្ញុំនិយាយថយក្រោយឡើងវិញពីវីដេអូមុនណាបើក្នុងករណីកងទ័ពថៃចូលមកបំពេញយើងសូម្បីតែកងទ័ពថៃមានសពាវុធច្រើនទំនើបកងទ័ពច្រើនមែនក៏ប៉ុន្តែការស៊ូទ្រាំនឹងការលំបាកវេទនាឬក៏ការបាញ់ទ្របពិតជាមួយកម្ពុជានេះក៏វាមានផលវិបាកទី1កងទ័ពថៃគឺជាកងទ័ពប្រៀបដូចជាកងទ័ពលំអទីក្រុងអញ្ចឹងมันធ្លាប់បាញ់มันធ្លាប់ធ្វើសង្គ្រាមជាមួយនឹងប្រទេសក្បែរខាងបើធ្វើសង្គ្រាមក៏លប៉េះលប៉ល់ក៏มันមានជាលក្ខណៈធំធំដូចនេះហើយបើយើងគិតអំពីការតស៊ូទាហានខ្មែរយើងមានឥទ្ធិពលជាពិសេសគឺសង្គ្រាមតបឆ្មក់នេះខ្មែរយើងប្រកែពីព្រោះខ្មែរយើងឆ្លងកាត់ការធ្វើសង្គ្រាមមក30-40 ឆ្នាំហើយកងទ័ពខ្មែរក្រហមមួយចំនួនដែលធ្វើសមារណកម្មជាមួយកម្ពុជាយើងពួកគាត់ក៏នៅមានជីវិតនៅឡើយអាយុទៅមកដល់ពេលបច្ចុប្បន្ននេះ45ឯងពេញបាញ់ពេញមានកម្លាំងដូច្នេះយើងមើលឃើញថាតើយើងចង់បានសង្គ្រាមទេមិនចង់បានទេកាលណាយើងមានសង្គ្រាមជាមួយប្រទេសក្បែរខាងវាធ្វើឲ្យផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនផលប៉ះពាល់ទៅដល់ការធ្វើទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចរវាងប្រទេសក្បែរខាងមួយទៀតផលវិបាករបស់កម្មករខ្មែរយើងដែលមានចំនួនជិត2លាននាក់ដែលស្របច្បាប់និងខុសច្បាប់នៅក្នុងប្រទេសថៃវាផលប៉ះពាល់សពបែបយ៉ាងផលប៉ះពាល់ខ្លាំងជាងគេគឺសង្វាក់ផលិតកម្មរបស់ប្រទេសថៃពីព្រោះប្រទេសថៃពឹងផ្អែកលើកម្លាំងពលកររបស់កម្ពុជាភូមាហើយនិងឡាវបើសិនជាកម្លាំងពលកររបស់កម្ពុជាដកថយចេញពីប្រទេសថៃវិបត្តិសេដ្ឋកិច្ចរបស់ថៃនឹងកើនឡើងឈ្មួញទាំងអស់នោះនឹងធ្វើការគៀបសង្កត់ទៅដល់រដ្ឋាភិបាលថៃទម្លាក់រដ្ឋាភិបាលថៃចោលដោយស្វ័យប្រវត្តិតាមរយៈកងកម្លាំងកងទ័ពហ្នឹងផលវិបាកវាកើតច្រើនណាស់បងប្អូនបើយើងវិភាគអំពីរឿងនយោបាយថៃនិងនយោបាយកម្ពុជានយោបាយថៃមានភាពផុយស្រួយជាងយើងណាមានភាពផុយស្រួយហើយងាយនឹងរងគ្រោះជាងរដ្ឋាភិបាលរបស់យើងដោយសាររដ្ឋាភិបាលរបស់យើងមិនមានការគៀបសង្កត់ពីសភានិងព្រឹទ្ធសភាទេគឺយើងធ្វើសមាហរណកម្មចូលគ្នាបានសភាព្រឹទ្ធសភាដែលជានីតិប្រតិបត្តិនីតិបញ្ញត្តិនិងនីតិតុលាការនេះគឺស៊ីចង្វាក់គ្នាជាមនុស្សតែមួយក្រុមឬក៏ជាមនុស្សតែមួយរដ្ឋាភិបាលថៃធ្វើតែមានអំណាចកាន់ការស្រុកទេសមានដឹកនាំប្រទេសមានប៉ុន្តែអំណាចរបស់ព្រឹទ្ធសភាដែលជានីតិបញ្ញត្តិនោះវាមានលើសលប់បងប្អូនជាឧទាហរណ៍ដូចខ្ញុំលើកយកនៅការបោះឆ្នោតពីពេលមុនសូម្បីតែគណៈបកនយោបាយ Move Forward ជាប់ហើយនៅប្រជាជនគ្រប់គ្រងហើយនៅតែសភានិងព្រឹទ្ធសភាបោះឆ្នោតមិនផ្ដល់សេចក្តីទុកចិត្តឲ្យធ្វើនាយករដ្ឋមន្ត្រីតែកម្ពុជាយើងតែគណៈបកនយោបាយឈ្នះពិតបង្កើតរដ្ឋាភិបាលបានពីព្រោះអីយើងជាបណ្ដុំនៃសាច់ឈាមតែមួយគេអត់ទេណាចែកដាច់ណាអំណាចរបស់នីតិបញ្ញត្តិនេះក្រោមអំណាចនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រពីព្រោះព្រះមហាក្សត្រព្រះអង្គគឺជាអគ្គបញ្ជាការកងទ័ពកម្ពុជាណែទ័ពអាវខ្មៅទាំងអស់ក្រោមអំណាចរបស់ព្រះអង្គនោះមើលតែរដ្ឋាភិបាលធ្វើមិនស្រួលទំនោរទៅលើចេះទំនោរលើចោះអត់ផ្ដល់ផលចំណេញដល់ប្រទេសរបស់ខ្លួនបញ្ជាឲ្យកងទ័ពធ្វើរដ្ឋប្រហារនេះជារឿងផ្ទៃក្នុងរបស់ពួកសៀមខ្ញុំមិនចង់និយាយទេគ្រាន់តែខ្ញុំគិតថាបើយើងធ្វើសំណុំបែបបត់ដាក់ទៅតុលាការអន្តរជាតិយើងឈ្នះ 100% ដោយសារតែយើងមានឯកសារពាក់ព័ន្ធគ្រប់ហើយផែនទីរបស់យើងអត់មាននរណាគេទៅកន្លែងទេព្រោះអីអង្គការសហជីវជាតិនៅថែរក្សាបានទាំងអស់ចំពោះគំនូសព្រំដែនរបស់កម្ពុជាជាមួយនឹងវៀតណាមជាមួយនឹងប្រទេសក្បែរខាងយើងតម្កល់ទុកអីបើក្នុងករណីយើងទៅវាស់ទៅវិញវាបាត់ដែនដីមានន័យថាកម្ពុជាមិនអាចសល់ដែនដី 181,035 គីឡូទេណាបើសិនជាយើងបាត់ដែនដីមែនមានន័យថាទំហំដីរបស់យើងនេះនឹងមានចំនួនថយក៏ប៉ុន្តែបើក្នុងអំណាងនៃច្បាប់អន្តរជាតិដែលវាស់ទៅឃើញថាដីយើងនៅប៉ុណ្ណឹងមានន័យថាมันមានការប្រែប្រួលព្រំប្រទល់ដែនគោករបស់យើងដូច្នេះប្រាសាទនោះក៏មិនបានស្ថិតនៅក្នុងទឹកដីរបស់ថៃដែរឥឡូវយើងផ្លូវមានតែមួយទេជាជំហររបស់រាជរដ្ឋាភិបាលយើងជាប្រជាជន
ឬខ្ញុំក្នុងនាមជាប្រធានគណៈបកនយោបាយមួយខ្ញុំក៏យល់ស្របជាមួយនឹងការដាក់សំណុំឯកសារដើម្បីប្តឹងទៅអង្គការអន្តរជាតិយើងមិនចង់បង្កចំនួនបំពេញប្រទេសដទៃតែយើងក៏មិនដេកអោបដៃឲ្យគេបំពេញយើងដែរយើងមិនចង់រំលោភបំពេញគេហើយយើងក៏មិនចង់ឲ្យនរណាមករំលោភបំពានយើងដែរយើងស្រឡាញ់សន្តិភាពតែយើងក៏ហ៊ានប្រឆាំងតទល់នៅពេលដែលគេបំពានចូលយើងគ្រប់កម្លាំងកងទ័ពត្រូវតែត្រៀមដូចខ្ញុំនិយាយចឹងណាបងប្អូនណាមិនឃើញថាដាក់ទៅអង្គការសហប្រជាជាតិឬក៏អង្គការអន្តរជាតិឲ្យដករសាយដែរអត់ទេព្រោះគេនៅតែចិញ្ចឹមចិត្តថាទីនោះជាទីរបស់គេណាសំបីតែមេទ័ពរបស់ថៃនៅភូមិភាគ2និយាយពេញមាត់ហ្មងភាសាថៃយើងស្ដាប់បានភាសាតាមន់ជារបស់គេស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់គេហ៊ានអះអាងតើគាត់ជាណាគាត់ជាកងទ័ពចំណុះរដ្ឋាភិបាលអត់ទេតើរដ្ឋាភិបាលហ៊ាននិយាយពាក្យហ្នឹងទេរដ្ឋាភិបាលពេលខ្លះក៏ហ៊ាននិយាយពាក្យហ្នឹងដែរប៉ុន្តែវាក្រោមគំនាបរបស់កងទ័ពមិននិយាយពាក្យហ្នឹងកងទ័ពដកអំណាចឥឡូវកងទ័ពប្រៀបដូចជាមានអំណាចពេញដៃហើយមិនមែនក្រោមបង្គាប់បញ្ជារបស់នាយករដ្ឋមន្ត្រីទេដូច្នេះគេអត់ខ្លាចនិយាយសថ្ងៃគេមិនខ្លាចនឹងនិយាយថារបស់នោះជារបស់គេទន្ទឹមពេលដែលគេមកបំពេញយើងគេថារបស់គេយើងក៏ត្រូវរកវិធីទប់ទល់ទាំងច្បាប់អន្តរជាតិទាំងកងទ័ពពីរផ្លូវនឹងទៅធ្វើទាំងពីរហ្នឹងហើយកុំដេកឲ្យញឹមមើលសោះកុំថាកម្ពុជាតែដាក់ទៅដឹងតែឈ្នះកម្ពុជាដាក់ទៅឈ្នះប៉ុន្តែសួរថាកងទ័ពថៃព្រមដកចេញទេមិនមែនដូចកាលឆ្នាំ62ទេណា62កម្ពុជាយើងនៅមានកម្លាំងឥទ្ធិពលកម្ពុជាយើងមានអាមេរិកនៅក្រោយខ្នងមានចិននៅក្រោយខ្នងសូម្បីតែចិនពេលនោះអនុប្រវត្តិមិនព្រមទទួលស្គាល់ថាអានេះជារបស់យើងហើយក៏មិនព្រមទទួលស្គាល់ថាអានោះជារបស់ថៃដែរណានៅពេលដែលមានវិវាទចំនួនព្រះវិហារនេះចិនអនុប្រវត្តិគឺអត់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថៃឥឡូវនេះសង្គ្រាមភូមិសាស្ត្រនយោបាយពេលខ្លះវាជះឥទ្ធិពលនឹងផលលំបាកដល់កម្ពុជាដែរជួយចាំនៅពេលដែលចិនប្រកាសគាំទ្រកម្ពុជាដាច់ខាតប្រឆាំងនឹងការបំពានណាមួយរបស់ពួកថៃទៅលើយើងអាមេរិកកាំងក៏លូកទៅចាប់ដៃជាមួយពួកថៃដែរនេះជាផលវិបាកពេលខ្លះសង្គ្រាមមនោគមវិជ្ជាវាអាចទាញប្រទេសតូចៗឲ្យធ្វើសង្គ្រាមឬក៏ប្រទេសក្រោមឥទ្ធិពលរបស់ខ្លួនឲ្យធ្វើសង្គ្រាមទៅលើរឿងដែលយើងមិនគួរធ្វើគេរុញយើងធ្វើសង្គ្រាមអញ្ចឹងទៅគេរុញយើងចុះឡើងទៅគេប្រកាសគាំទ្រអានេះខឹងយើងប្រកាសគាំទ្រអានោះខឹងយើងយូរទៅយើងមានវិវាទគ្នាយើងរស់នៅអត់សុខឥទ្ធិពលប្រទេសធំមកលើប្រទេសតូចវាជាផលលំបាកពាក់ព័ន្ធទៅនឹងភូមិសាស្ត្រនយោបាយដូច្នេះយើងមើលឃើញថានៅពេលដែលចិនប្រកាសគាំទ្រយើងនឹងយើងពេលខ្លះក៏ភ័យខ្លួនដែរព្រោះអីអាមេរិកនៅក្រោយខ្នងសៀមមានសភាវុធទំនើបប្រកែកទៅបើសិនប្រទេសទាំងពីរហ្នឹងឈរនៅអនុប្រវត្តិល្អបំផុតហើយយើងមិនចង់វាយណាទេយើងសុំតែសុខប៉ុន្តែបើសិនគេបំពេញយើងហើយទៅលះបង់សាច់ស្រស់ឈាមស្រស់មកក្តារទៀតទៅបងប្អូនដូចខ្ញុំនិយាយអញ្ចឹងក្នុងនាមយើងជាប្រធានគណៈបកនយោបាយមួយបើសិនជាជាតិត្រូវការណាតឡាការប្តឹងទៅហើយវាមិនបានលទ្ធផលមកហើយត្រូវការបាញ់គ្នាត្រូវការការពារទៅអើយមិននៅទេសុំតាអាការមកដើមក្របពេញកន្ទុះសៀដាក់រៀនប្រវត្តិសាស្ត្រតាំងពីឆ្នាំទី1នៃគ្រិស្តសករាជរហូតដល់លេចវត្តមានរបស់ពួកសៀមពួកយួននៅក្បែរខាងប្រទេសកម្ពុជានេះរ៉ាំរ៉ៃតាំងពីបែកដងវែកមកណាហក់ចូលដងភ្លាមមកត្រូវបានសៀនទន្ទ្រានត្រូវបានយួនទន្ទ្រានបបាក់វេទនាសំបីតែប្រទេសលាវជាប្រទេសតូចកាលសម័យនោះក៏ហ៊ានបំពេញយើងដែរដោយសារអីយើងខ្សោយឥទ្ធិពលយើងបាក់បែកសាមគ្គីមានចំនួនវិវាទគ្នាក៏ប៉ុន្តែឥឡូវដល់ពេលហើយខ្ញុំបានសនំពរជាទទូចបានន័យថារឿងនយោបាយរឿងនិន្នាការនយោបាយរឿងប្រឆាំងទស្សនៈនយោបាយទុកមកកដប់ទុកមិនលើសៀមបើសិនជាទន្ទ្រានយើងសៀមមានសត្រូវច្រើនណាស់ទឹកដីមួយភាគនៃភាគខាងជើងចាប់ពីនគរឡានណាទៅលើទៅដល់ឈៀងម៉ៃលួចយកពីភូមាវាយបានពីភូមាវាយបានពីឡាវភាគឦសាននៃប្រទេសចំនួនជិត18ខេត្តវាយបានពីឡាវកាន់កាប់ភាគខាងលិចភាគខាងកើតភាគកណ្ដាលយកពីកម្ពុជាភាគខាងត្បូងយកពីម៉ាឡេស៊ីណែអត់សុខទេណាអត់សុខទេណាបើក្នុងករណី
xiêm nơi tay của khơn tuần triên Campuchia tiết á bây giờ ai men tên tích cách xã hộiประติบัติការនៅក្នុងប្លុកអាស៊ីអាគ្នេយ៍វេទនាសៀមខ្លួនឯងពីព្រោះដីដែលសៀមនៅដូចភ្នំភ្លើងយ៉ាងថ្ងៃណាខ្ទុះគឺខ្ទុះផឹងដោយសារអីសុទ្ធតែដីរបស់គេភាគខាងត្បូងជិត20ខេត្តយកពីម៉ាឡេស៊ីភាគខាងជើងយកពីភូមាហើយនិងឡាវភាគឦសានយកពីឡាវភាគខាងលិចភាគខាងកើតភាគកណ្ដាលយកពីកម្ពុជាសុទ្ធតែដីរបស់គេទាំងអស់ហ្នឹងបើក្នុងករណីសៀមនៅតែក៏ក្លឿនសៀមនៅតែមិនមើលអំពីប្រវត្តិសាស្ត្រជាតិសាសន៍របស់ខ្លួនណាកុំថាឡើយគេថាដី100ឆ្នាំទាមិនបានតិចបដិវត្តនៅក្នុងប្លុកអាស៊ីអាគ្នេយ៍កើតឡើងគេរួមគ្នាខោក្បាលអស់សក់អញ្ចឹងផលវិបាកសៀមខ្លួនឯងឧសៀមសប្តាហ៍នេះកំពុងតែបង្កើតនៅអមិត្តជាមួយប្រទេសក្នុងតំបន់អាស៊ានខ្លាំងមកនេះគឺជាសារពមៀនមួយនៅក្នុងប្រវត្តិសាស្ត្រនៃជាតិសាសន៍ប្រទេសមហាអំណាចប៉ុណ្ណាក៏រលាយដែរកុំថាអីសោះសំបីតែកម្ពុជាសំបីតែម៉ុងហ្គលីសំបីតែនៅប្រទេសតំបន់ផ្សេងនៃមជ្ឈមបូព៌ាសុទ្ធតែជាប្រទេសដែលមានឈ្មោះថាចក្រភពទីបំផុតរលាយអញ្ចឹងណាពេលហ្នឹងកង់ប្រវត្តិសាស្ត្រពេលវិលទៅវិញនៅពេលណាដែលសៀមចាប់ដើមបំភ្លេចចោលនៅចំណងសាមគ្គីភាពរបស់ខ្លួនជាផ្លុកនៅក្នុងអាស៊ីអាគ្នេយ៍នេះថ្ងៃណាមួយប្រយ័ត្នតែគេរោមខោក្បាលវិញតិចវេទនាខ្លួនប្រយ័ត្នអស់ដីនៅតិចនៅតែមកបាងកអានេះជាផលវិបាកគ្រាន់តែប្រាប់ទេវានឹងកើតឡើងបដិវត្តនៅថ្ងៃណាមួយមិនខានមនុស្សមិនដែលក្រ3ចំនួនមិនដែលមាន3ចំនួនដោយលោកខេមរាកថាហ្នឹងណាវាមិនដែលមាន3ចំនួនដែលក្រ3ចំនួនទេដូច្នេះហើយផលវិបាកដែលបានកើតឡើងពេលបច្ចុប្បន្នទាមទារឲ្យកម្ពុជារួមសាមគ្គីគ្នាសិនរួមសាមគ្គីគ្នាសិនកុំទាន់បែងជើងគ្នាណាឈរមើលជួយរុញបណ្ដាលចំហរបស់រាជរដ្ឋាភិបាលកុំចង់មានសង្គ្រាមគឺដាក់ពាក្យបណ្ដឹងទៅសិនដាក់ពាក្យបណ្ដឹងទៅសិនបើសិនជាដោះស្រាយមិនរួចដោយប្រការណាមួយចាំដល់ពេលដំណាក់កាលដែលខ្លាំងមែនទែនកាន់អាវុធតទល់គ្នាទោះបីសៀមមានប្រជាជនចំនួន70លានជាងមានទំហំផ្ទៃដី 4-5 សែនគីឡូដែរមានតាហ៊ានច្រើនដែរមានកាភ្លើងច្រើនទំនើបដែរប៉ុន្តែកម្ពុជាក៏មិនឈរមើលឲ្យគេបំពេញដែរវាទាំងតែតតាំងគ្នាដោយអាវុធទេណាយើងទាំងអស់គ្នាបូជាសាច់ស្រស់ឈាមស្រស់ទៅធ្វើសង្គ្រាមយេពី3 4 500ឆ្នាំអានប្រវត្តិសាស្ត្រមកឃើញតែឯងបីសៀមឯងបីយួនពេលខ្លះក្តៅក្រហាយចង់ដែរតាបើងាប់ដើម្បីជាតិក៏ទៅមកក្តារណាឲ្យគេបានចាឈ្មោះនៅក្នុងប្រវត្តិសាស្ត្រដូចរ៉ូនអញ្ចឹងណាស្លាប់ទៅមានតម្លៃនឹងបងរ៉ូនរត់ចូលត្រង់សេទេណាបើសិនជាបងរ៉ូនក៏បាញ់តហ្នឹងក៏មានសៀមងាប់ដែរប៉ុន្តែចិត្តជាកងយោធាមិន